ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័ស VBF ងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃភេសជ្ជៈបើកម្លាំងគ្រុឌទទួលយកធម៌ពលជាមួយគ្រុឌបាទអរគុណបងប្អូនអ្នកដែលកំពុងទស្សនានិងបងប្អូនដែលកំពុងតែចូលរួមលេងល្បែងវិជាប្រៃច្រើនកុះកអ៊ូអណាក៏ប៉ុន្តែយ៉ាងណាក៏ដោយសារតែយើងមិនអាចលេងបានទាំងអស់គ្នាទេអញ្ចឹងយើងផ្លាស់ប្ដូរគ្នាបងប្អូនដែលហត់ទៅអង្គុយហូបទឹកសិនណាបងណាបាទកុំបកកែបកាននៃបងប្អូនដែលមិនទាន់ហត់យើងលេងបន្តទៀតហើយដល់សារបងប្អូនយើងចូលចិត្តលេងល្បែងដូនតាយើងល្បែងដូនតាយើងមិននាំចំនួនទេថ្លៃធ្នូឲ្យនៅប្រាជ្ញាស្មារតីសាមគ្គីភាពនិងការប្រុងប្រយ័ត្នដូចពេលនេះខ្ញុំបាទនឹងលើកនៅល្បែងមួយគេហៅថាល្បែងខ្លែងឆាបកូនមាន់ខ្លែងឆាបកូនមាន់នេះគឺមានតួអង្គខ្លែងនិងតួអង្គមេមាន់ហើយនិងកូនមាន់ក្នុងអត្ថន័យនេះដូនតាយើងហាក់ចង់ឲ្យយើងដឹងថាជាតិជាមេដឹកនាំមេកើយគេត្រូវការពារកូនចៅយ៉ាងណាដើម្បីឲ្យគេចផុតពីកញ្ញាំរបស់ខ្លែងចាស្គាល់ខ្លែងទេស្គាល់តែខ្លែងឯងទេណាស៊ូស្លាប់ដោយសារខ្លែងបាទនេះខ្លែងស្រាខ្លែងឆាបកូនមាន់ប្រភេទខ្លែងផ្សេងណាខ្លែងស្រារស់ស៊ីយប់ទេវាមិនបានឆាបកូនមាន់ឡើងដេកអស់ហើយចាបងហើយកូនមាន់ដូចគ្នាជាតិជាកូនត្រូវស្ដាប់មេស្ដាប់កើយតាមមេតាមកើយមេទៅលិចយើងទៅកើតកូនណាដែលមិនស្ដាប់ម៉ែឪកូននោះរមែងតែងមិនសូវសមប្រកបព្រោះមិនស្ដាប់មេកើយចាពោះអត់ក្បាលវាអត់កើតស្ថាប័នមួយកន្លែងធ្វើការមួយក្រុមមួយត្រូវតែមានមេដឹកនាំនេះជាអ្វីដែលដូនតាយើងឲ្យកូនចៅហើយនឹងមេត្រូវសហការគ្នាគោរពគ្នាឲ្យតម្លៃគ្នាការពារគ្នាមេមាននយោធម៌10យ៉ាងឯកូនចៅត្រូវតបមេស្ដាប់មេគ្រប់ពេលវេលាទើបរក្សាបានសុខមួយវិញទៀតតកតងទៅនឹងសង្គ្រាមដូចគ្នាពេលធ្វើសង្គ្រាមកូនចៅទាំងអស់ត្រូវយល់ពីមេស្ដាប់មេមើលមេប្រយ័ត្នប្រយែងបំផុតថាមេរត់ទៅណាមេនៅកន្លែងណាមេឲ្យទៅណាមេឲ្យបាញ់អត់ឬក៏មេអត់ឲ្យបាញ់យើងចេះទូងទាំងវាគ្រោះថ្នាក់យល់ទេចាត់ចែងកម្លាំងប្រមាណអ្នកទៅខាងណាប្រមាណអ្នកខាងណាស្លាប់ឆ្វេងស្ដាប់តាមខាងណាចូលលេនឋានខាងណាអីខាងណីអាហ្នឹងត្រូវដឹងគ្នានឹងល្បែងហ្នឹងគឺឲ្យមានការប្រុងប្រយ័ត្នហើយនឹងការពារខ្លួនពីសត្រូវមេកើយការពារកូនចៅឲ្យបានល្អខាងនេះមេមន់សុំសួរមេមន់បន្តិចតាំងចិត្តថាធ្វើយ៉ាងម៉េចខ្លះក្នុងនាមជាមេកើយគេធ្លាប់ធ្វើជាមេយ៉ាងអន់ណាក៏ធ្វើជាមេគ្រួសារដែរចាតើធ្វើម៉េចខ្លះដើម្បីការពារកូនចៅឲ្យបានល្អដើម្បីការពារកូនចៅបានល្អខ្ញុំត្រូវតែតស៊ូនិយាយទៅទោះជាមេឃភ្លៀងយ៉ាងណាមានសត្រូវមកពីណាក៏ខ្ញុំត្រូវតែការពារកូនខ្ញុំដែរអូខេឥឡូវនិយាយចឹងក៏បានជាតកតទៅនឹងមេមាន់នេះណាតែបើមេគ្រួសារវិញឆ្លើយថាតើយើងជាមេគេមេកើយគេទៀតថាមេភ្លេងចុះធ្វើយ៉ាងម៉េចដើម្បីឲ្យកូនចៅបានសុខយើងត្រូវគ្រប់គ្រងកូនចៅយើងធ្វើយ៉ាងណាឲ្យវារលូនទៅការងារទៅណាហ្មងយ៉ាងហ៎ចាមានចំណៃចំណុកឲ្យកូនហូបអត់មានចំណៃចំណុករហូតដើម្បីកូនតាបងបាទអញ្ចឹងឲ្យកូនហូបណាចាកុំឲ្យយើងដល់ពេលហើយអត់ឲ្យកូនហូបកូនរត់ចោលមេអស់ហើយណាអរគុណអញ្ចឹងសួរមកខ្លែងវិញជាអ្នកណារកខ្លែងនេះសបុលមកដូចក្អែកអត់ទេខ្លែងគេលាបពណ៌តិចបងស្គាល់ខ្លែងណាស្គាល់ខ្លែងក្មេងៗបរោះព្រាតអេមិនមែនខ្លែងទេខ្លែងនៅដែលឆាបកូនមាន់ពីកាលអូច្រឡំអាខ្លែងឆាបខ្លែងណាខ្លែងនេះជាប្រភេទសត្វគេហៅថាចំពោះខប់សត្វចំពោះខប់គឺគេរាប់ជាមាំងស័កបក្សីគឺជាសត្វដែលស៊ីបក្សីស៊ីសាច់ឆៅជាអាហារមានខ្លែង
មានណែគេហៅថាអន្ត្រីណែមានអមានអីហ្នឹងគឺពពួកស៊ីសាច់ឆៅជាអាហារអញ្ចឹងបងតួខ្លែងបងណា តួខ្លែង បាទតួខ្លែងជាសត្វតំណាងឲ្យភាពខូខើឆ្លៀនពៀនចូលទៅលំលោបបំពេញយកគេជាចំណៃណា បាទតួខ្លែងគឺអញ្ចឹងឯង ប៉ុន្តែតាំងពីដើមខ្ញុំអត់ដែលបានរំលោភបំពេញមេមន់ហ្នឹងទេ អាហ្នឹងគេនិយាយពីដើមឥឡូវគេនិយាយរឿងតួ ចឹង បើចឹងត្រៀមខ្លួនហើយណាកូនខ្លែងតាមមេតាមកាយហើយចេះប្រយ័ត្នខ្លួនមេមិនអាចការពារយើងបានរហូតទេលុះត្រាតែយើងឆ្លៀវឆ្លៀសឆ្លាតដូចកូនទាំងអស់យុវជនយុវតីស្ដាប់ឪពុកម្ដាយម៉ែឲ្យទៅរៀនម៉ែឲ្យលុយទៅរៀនខំប្រឹងរៀននោះទើបយើងគេចពីកញ្ញាំខ្លែងកញ្ញាំខ្លែងនៅពេលនេះបើធៀបឧបមាទៅនឹងអីទៅនឹងភាពលំបាកនៅថ្ងៃអនាគតនៅពេលដែលយើងអត់រៀនអត់សូត្រគិតតែដើរលេងផ្ដេសផ្ដាស់ ចា ខ្លែងនៅពេលនេះគឺទូរភឹក តែខ្ញុំឆ្ងល់ដូចជាឆ្ងល់មានការឆ្ងល់បន្តិច បាទ ញ៉ាំមិន មេនេះមិនកូនច្រើនម៉េះ មេគេសាយកូន បាយដឹងមន់ម្ដងកើតកូនប្រមាណនេះ គិតថា2 10អស់ហើយខ្លាំង កូនសិតតែភ្លុះទាំងអស់មកសុតពងមកសុតហ្នឹងណែកូនញាស់មក3 4ក៏មានដែរមន់នេះពងធំ មកសុតហ្នឹងមកពងណា មកពង ស្គាល់សុត សុត អត់សុតស្រីសុតឲ្យពងខុសគ្នាហ្មង សុតឲ្យពងខុសគ្នា ខុសគ្នាមិនសួរបងនេះសុតឲ្យពងខុស បា គ្នា យស្គាល់ដឹងសុតឲ្យពងខុសគ្នាមិន អាសុទ្ធហើយពងហ្នឹងវាខុសត្រង់តែចំណុចចេះទេបើតាមខ្ញុំសន្និដ្ឋានណា ត្រង់ម៉េច អាមួយសុទ្ធចូលសុទ្ធបាល់លឹប អាសុតពងនេះ អា សុតឲ្យពងវាខុសគ្នាត្រង់ថាសុតបើច្រវាច់ទៅវាបែកហើយបើពងបើច្រវាច់ទៅវាស្រែក ឥឡូវបានតែសួរអញ្ចឹងហើយឥឡូវនិយាយត្រូវរបស់គេហើយឥឡូវសួរមិនតិចទៀតសួរបងអូនឯងពងអីស្ងោអត់ឆ្អិន ពងឲ្យស្ងោអត់ឆ្អិន បាទ ពងកពើ ខុសហើយ ខុសហើយបង ពងខ្លែង ពងខ្លាំងណាស់ស្ងោ ឯងតែស្ងោមើលបើចាប់ចូលផ្ទះរត់ចាប់ចូលផ្ទះរត់ អត់ឆ្ងោកើតទេគាត់តែលឺថាឆ្ងោវាមកដល់កលៀនបាត់ហើយ វារួញវា វា ភ័ រួ យ ញ បាទបើចឹងអរគុណណាចាប់ផ្ដើមណាមុននឹងចាប់ផ្ដើមគេមានចម្រៀងចឹងបានខ្ញុំថាសាបជាប់នៅសិល្បៈគឺលោកឲ្យពាក្យជួនពាក្យអីមកស្រែកឲ្យយើងផ្ដោះដងគ្នាឆ្លងឆ្លើយតាក់កេគ្នាណាភាសាអាយ៉ៃគេហៅតាក់កេគ្នាហើយខ្ញុំក៏សូមទោសផងដែរក្រែងយើងខ្ញុំទៅលេងទៅវាខុសនឹងទំនៀមទម្លាប់បងប្អូនព្រោះខ្ញុំបានក៏មានការចេះតាក់ចាំបន្តិចបន្តួចនាំមកពីស្រុកប្រទេសដែលខ្ញុំធ្លាប់លេងយកមកជូនបងប្អូនយើងលេងកំសាន្តនៅតំបន់ផ្សេងបើមានរបៀបលេងផ្សេងពីហ្នឹងក៏ជួយប្រាប់ផងយើងប្រមូលគ្នាឲ្យបានច្រើនតាមរបៀបនេះរបៀបនោះរបៀបនេះរបៀបនោះដូចជាបៃចឹងផ្លូវតាឈួនផ្សេងទៅផ្លូវតាបថៅផ្សេងទៅផ្លូវតាលួងវហាផ្សេងទៅផ្លូវលោកតាគង់ណៃផ្សេងទៅblum និយាយញាប់ពេកបញ្ញាប់ឲ្យគេលេងបើចឹងថ្ងៃនេះខ្លែងណាត្រូវលេងមេមន់ណា លេងមេមន់ហ្នឹង មេមន់ ខ្លែងត្រូវលេងឆាបកូនមន់ ឆាបកូន អញ្ចឹងតោះ ចេះនាំខ្ញុំខូចដែរ មួយផ្ទះដៃគ្នាសិនច្រៀងចប់ច្រៀងអីហើយចាំដល់កន្លែងចាប់បានចាប់ធ្លាប់លេងហ្នឹងណាបាទតោះច្រៀង សំភ្លើង ហូចសុំធ្វើអី យកទៅដុតខ្យង ឲ្យតាហូបផង ហូបសបក លោកបាក់ តាសំភ្លើង ហូចយកធ្វើអី យកទៅដុតខ្យង ហើយចុះថ្ងៃមុនតាឲ្យម្ដង អូណត់ទៅដាក់នៅចុងដូងទៅមីផោងភុងអាលុបអស់អាលីង ចុះសុំកូនមុខ អាពុកមិនឲ្យ ហ
Ôi sao mà khôi. Các bạn rồi cho. Đây, cả năm đây. Hot quá. Ủa khả nó sợi mò mà cái chạp lên Linh. Ơi hot quá. បើសិនជាយើងយកលបែងនេះមកបញ្យលច្រើនណាខ្ញុំគិតថារាប់តាំងពីការកិច្ចមិនផុតពីកញ្ញាំ Ăn trì. ញ៉ាំអីគេកញ្ញាំខ្លែងកញ្ញាំខ្លែងចាត់ទុកដូចជាម៉ាច់ជោគឺសេចក្តីស្លាប់គ្មាននរណាម្នាក់កិច្ចរួចទេ ចា គឺត្រូវដឹងខ្លួនឯងថាអញចាស់មួយឆ្នាំទៀតហើយអញ្ចឹងអំពើអាក្រក់ដែលខ្ញុំមានទាំងប្រមាណដីមួយចាអាមមេឈើមួយមេឃគួរលះកាត់ចោលទៅកុំប្រឹងពេកយកទៅណារួចទេទោះបីជាខំប្រឹងការពារមេខ្លែងដូចជាពេទ្យមកខំប្រឹងជាបាលយ៉ាងណាយើងខំប្រឹងថែសុខភាពយ៉ាងណាក៏កិច្ចមិនផុតពីម៉ាច់ជោ ចាកិច្ចមិនរួចទេចា បាទដូច្នេះហើយយើងគួរលះបង់ការខឹង ខឹង ការស្អប់គុំនុំ គុំនុំ ការចំណែនចោល ចា អត់យកអីទៅបានទេវានាំតែមួមងទ្រព្យធនមួយចំនួនដែលមិនមែនជារបស់ទ្រព្យរបស់យើងចូលកុំបំពេញយករបស់គេ ចាបង ក្រែងពេលយើងចិត្តផុតរលត់ទៅវានៅជាប់ដីដើមឈើ អារម្មណ៍អត់ស្ងប់ ហ្នឹងហើយតាមជំនឿសាសនាទៅចាប់ជាតិនៅនោះជីងចក់ទុំលើចុងឈើហ្នឹងដោយសារឈើហ្នឹងឯង កៅក៏មាន ចុតទេបដិសន្ធិទៅណានិយាយដោយលោកទេសនាហើយ មែនហ៎បង បាទ ខ្ញុំស្ដាប់ថាលោកទេសថាអញ្ចឹងមែនតា បាទអាហ្នឹងយើងពិចារណាតាមការគួរទៅប៉ុន្តែខ្ញុំនៅតែនិយាយថាដូនតាយើងលោកឆ្លាតណាស់ដាក់លបែងវិជាប្រៃមួយមកសិតតែមានអត្តន័យមានប្រយោជន៍ឲ្យយើងគិតឲ្យយើងពិចារណាឲ្យយើងស្លូតឲ្យយើងចេះស្រឡាញ់គ្នាឲ្យយើងចេះការពារគ្នាឲ្យយើងប្រុងប្រយ័ត្នឲ្យយើងមានសាមគ្គីភាព ចា អញ្ចឹងហើយបានជាខ្ញុំតែងតែឲ្យក្មួយបងប្អូនរក្សារបស់យើងមិនងាយទេអ្នកប្រាជ្ញលោករកឃើញមកណាដូនតាយើងរកឃើញមកកុំឲ្យបាត់លបែងណាដែលមិនគួរក៏បីមិនមែនថាមិនឲ្យយកពីស្រុកក្រៅមកទេប៉ុន្តែប្រពៃណី culture របស់យើងខុសពី culture របស់គេយ៉ាងណាឃើញគេទំនងយើងយកមកលេងដែរជួនកាលអត់សមទេខ្ញុំឧទាហរណ៍មួយគេឆ្នាំងគេលេខ10កម្របគេលេខ10គេក្របទៅត្រូវប៉ាប់ មុំ ដល់តែយើងយកពីគេមកឃើញគេក្របសំទៅទិញអាកម្របឆ្នាំងលេខ10ហ្នឹងយកមកក្របរបស់យើងភ្លេចថាយើងឆ្នាំងលេខ18ក្របត្រូវអត់ អត់ ត្រូវទេ ចា៎ អញ្ចឹងរបស់យើងគួររក្សារបស់យើងយល់ព្រមថាអញ្ចឹងហ៎ ព្រម ខ្ញុំបកស្រាយនេះបើគួរឲ្យត្រូវឬខុសអីសូមមេត្តាខន្តីអភ័យអធ្យាស្រ័យអត់ទោសផងចុះ ត្រូវ តែចុងក្រោយអានេះតំណាងមន់តំណាងខ្លែងទេ ចា៎ ឥឡូវដោយសារយើងជាបងប្អូនគ្នាលើមិត្តរួមផែនដី ច
ចា យ៉ាងអត់ណាឆ្លោះគ្នាប៉ុណ្ណាក៏នៅតែជាមិត្តរួមផែនដីដែរបើអញ្ចឹងយើងរួមអរគុណផែនដី រួមអរគុណសេចក្តីសុខចម្រើនរួមអរគុណការមានបានផុតពីសង្គ្រាមរួមអរគុណអ្វីដែលយើងរស់បានសពថ្ងៃនេះ ចា ជាជាងដែលត្បូងចប់ហើយនឹងគុលអាស័យ ចា ជំនាន់គុលអាស័យត្បូងចប់អត់បានមកសบาย អត់បានសុបាយយ៉ាងទេ បើអញ្ចឹងយើងនាំគ្នារួមទាំងអស់គ្នាហើយច្រៀងបន្តផ្ទះដៃទាំងអស់គ្នារួមទៅម៉េចកេលមកមន់នាំទៅមុខទៅឲ្យខ្លែងចូលទៅក្បែរមន់កូនមន់រួមកេលទៅណា ចា ភ្លេង ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័ស VBN ងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃ ភេសជ្ជៈបើកម្លាំងគ្រុឌទទួលយកធម៌ពលជាមួយគ្រុឌ ในกำพลางพลางงา